កៅឌីលរយៈមីក្លីអំណាចទស្សនវិជ្ជានិងភាពជាអ្នកដឹកនាំនយោបាយនេះលើកឡើងពីទស្សនវិជ្ជាគ្រប់គ្រងរដ្ឋប្រសិទ្ធភាពដោយព្រះរាជគ្រូចនាខ្យៈសៀវភៅនេះនឹងបង្ហាញអ្នកអានអ្នកសិក្សានៅទស្សនទានស្ដីពីនយោបាយកិច្ចការរដ្ឋសាសនាជាឧបករណ៍នយោបាយអំណាចសេដ្ឋកិច្ចសង្គ្រាមនយោបាយការបរទេសនិងចារកម្មជាពិសេសការប្រើប្រាស់មនុស្សស្រីជាចារនារីផងជាឃាតករផងដើម្បីហេតុផលរដ្ឋ Reason of State កៅឌីលរយៈចាត់ទុកលទ្ធផលថាជាគោលការណ៍សីលធម៌នៃនយោបាយដោយផ្ដល់តម្លៃខ្លាំងដល់ក្សត្រដែលមានគុណសម្បត្តិចេះចាត់ចែងគ្រប់គ្រងដោយរាជធម៌ពោលគឺយកអត្ថសាស្ត្រដែលជាវិទ្យាសាស្ត្រនយោបាយនិងសេដ្ឋកិច្ចនយោបាយសម្រាប់ការគ្រប់គ្រងរដ្ឋដើម្បីផ្ដល់សុភមង្គលដល់ប្រជារាស្ត្រនិងការពង្រីកការគ្រប់គ្រងដោយរាជធម៌ទៅកាន់តំបន់ដទៃទៀតដែលលោកចាត់ទុកថាជាពួកអធរហេតុផលរបស់រដ្ឋត្រូវក្រសោបដោយគុណតម្លៃស្នូល3ទ្រព្យសម្បត្តិយុទ្ធធម៌ការពង្រីកទឹកដីកษัត្រិយត្រូវប្រកបដោយគុណសម្បត្តិដោយចេះត្រួតត្រាតណ្ហាចេះប្រើប្រាស់មនុស្សល្អដាក់ទោសមនុស្សអាក្រក់ប្រសិនបើក្សត្រប្រព្រឹត្តផ្ទុយពីគុណសម្បត្តិទាំងនេះទ្រង់កំពុងដើរទៅរកជ្រុះមរណៈនៃក្តីវិនាសដើម្បីបានដើមឈើល្អត្រូវរើសពូជល្អបំផុតប៉ុន្តែដើមឈើដែលលូតលាស់ល្អបំផុតត្រូវការដីដែលមានជីជាតិប្រសិនបើមេដឹកនាំប្រៀបដូចជាគ្រាប់ពូជប្រជាពលរដ្ឋជាដីសៀវភៅមេឃរាអំណាច